Ultraman កំពុងរងទុក្ខយ៉ាងខ្លាំងដោយសារតែគេងលក់មិនបានស្រួលព្រោះខាងឆ្វេងមានយាយចំណាស់ម្នាក់កំពុងអេះបាតជើងខាងឆ្វេងរបស់គេហើយខាងស្ដាំមានបុរសម្នាក់កំពុងអេះដូចគ្នាមិត្តឆ្លាតតែអ្នកដឹងទេថាជើង Ultraman មួយណារមាស់ជាងចម្លើយគឺថាជើងឆ្វេងរបស់ Ultraman រមាស់ជាងព្រោះលោកយាយកំពុងអេះផ្នែកនៃបាតជើងរមាស់ជាងផ្នែកខាងស្ដាំដែលបុរសនោះកំពុងអេះផ្នែកម្រាមជើងในទីនេះមានស្ត្រីវ័យចំណាស់ម្នាក់ស្ត្រីវ័យជំទង់ម្នាក់និងបុរសវ័យកណ្ដាលម្នាក់ប៉ុន្តែអ្នកស៊ើបអង្កេតបានឲ្យការមកថាក្នុងចំណោមពួកគេមានម្នាក់គឺជាអ្នកជួញដូរមនុស្សដែលបានបន្លំខ្លួនតែអ្នកដឹងទេថាជានរណាគឺជាលោកយាយចំណាស់ដែលនៅកណ្ដាលយកចិត្តទុកដាក់សក់របស់នាងគឺជាសក់ពាក់មនុស្ស3នាក់នេះកំពុងប្រមូលផ្ដុំគ្នានៅលើដើមឈើក្នុងដៃរបស់ពួកគេសុទ្ធតែមានរណាដែលកំពុងអាមែកឈើដូចគ្នាប៉ុន្តែមានម្នាក់ក្នុងចំណោមពួកគេទាំង3នាក់នោះមានអាយខ្ជូលខ្ពស់ជាងគេហើយ2នាក់ទៀតជាមនុស្សល្ងង់តែអ្នកដឹងទេថានរណាដែលមានអាយខ្ជូលខ្ពស់ជាងគេមនុស្សដែលនៅកណ្ដាលគឺឆ្លាតជាងគេព្រោះនៅពេលដែលមែកឈើទាំងអស់នោះដាច់ទៅមានតែមនុស្សនៅកណ្ដាលទេដែលមានសុវត្ថិភាព Ultraman ទាំង3មើលទៅហាក់បីដូចជាកំពុងឆ្លោះប្រកែកគ្នាតែអ្នកដឹងទេថាមកពីរឿងអ្វីមិត្តឆ្លាតមើលនៅក្រោមជើង Ultraman ក្បាលពូធំដែលកំពុងអង្គុយនៅទីនេះមានស្បង់មួយព្រមជាមួយវិក័យប័ត្រខ្ទាតចេញមកខាងក្រៅដូច្នេះយើងអាចសន្និដ្ឋានបានថាពួកគេកំពុងតែឆ្លោះប្រកែកគ្នាដោយសារតែ Ultraman ដែលមានក្បាលពូធំនេះលួចញ៉ាំអាហារនៅក្នុងថង់នេះតែម្នាក់ឯងហើយមិត្តឆ្លាតមើលទៅពូសក់ក្របត្រឡោក Peggy និង Ultraman ពួកគេកំពុងនៅក្នុងភោជនីយដ្ឋានមួយប៉ុន្តែម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកទោសរត់គេចខ្លួនតែអ្នកដឹងទេថាជាអ្នកណាចម្លើយដែលត្រឹមត្រូវគឺជា Ultraman មើលទៅដៃរបស់គេមាននៅជាប់ខ្នោះដៃនៅឡើយលោកគ្រូពេទ្យកំពុងពិនិត្យផ្ទៃពោះប៉ុន្តែគេមានមន្ទិលយ៉ាងខ្លាំងថាតើគេមានកូនដោយរបៀបណាចុះមិត្តឆ្លាតទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំណាំថាគាត់គឺជាស្ត្រីមិនមែនជាបុរសនោះទេមើលទៅបំពង់ករបស់គាត់ស្លាស់ល្អមែនទែនវរៈបុរស Ultraman កំពុងប្រឹងប្រែងជួយសង្គ្រោះសត្វកង្កែបដែលកំពុងឈឺដោយការដកធ្មេញមិត្តឆ្លាតតើអ្នកដឹងទេថាតើ Ultraman ដកធ្មេញកង្កែបបានប៉ុន្មានមិនមានធ្មេញកង្កែបណាមួយត្រូវបានដកចេញនោះទេដោយសារតែកង្កែបមិនមានធ្មេញនោះទេបុរសក្បាលទំពេកនៅខាងឆ្វេងកំពុងកាន់កែវទឹកបុរសនៅខាងស្ដាំកំពុងអង្គុយអោបដៃមើលឆ្លាតក្នុងចំណោមពួកគេទាំងពីរតើអ្នកណាចូលមកក្នុងបន្ទប់នេះមុនគេអ្នកដែលនៅខាងស្ដាំបានចូលមកមុនមើលស្នាមជើងនៅលើជើងរបស់ពួកគេបុគ្គលខាងស្ដាំមានស្នាមជើងស្ទើរតែរលុបអស់វិញបាត់ទៅហើយដែលបញ្ជាក់ថាគេនៅក្នុងបន្ទប់នេះជាយូរមកហើយអ្នកនៅខាងឆ្វេងមានស្នាមបាតជើងច្បាស់ដែលបញ្ជាក់ថាគាត់ទើបតែចូលមកថ្មីនេះទេបុរសម្នាក់នេះបានធ្លាក់ចូលទៅក្នុងរណ្ដៅមួយដោយចៃដន្យមើលចុះគាត់កំពុងយំស្ទើរតែលេចនោមដាក់ខោបាត់ទៅហើយព្រោះតែមិនអាចរកវិធីចេញមកខាងក្រៅវិញបាន ត
តែអ្នកជួយគាត់ផងបានទេ នៅក្នុងរណ្ដៅនេះមានប៉ែលមួយផងដែរដែលអាចឲ្យគាត់ធ្វើជាឧបករណ៍ជំនួយបានដោយតម្រូវឲ្យគាត់ចំណាយកម្លាំងបន្តិចជីកយកដីមកដាក់ជាពំនូកនៅក្រោមបង្អួចនេះបន្ទាប់មកគាត់អាចចេញក្រោយវិញបានហើយមែនទេពូផ្លៅធ្លាក់ចូលទៅក្នុងរណ្ដៅមួយដោយចៃដន្យគាត់មានសាច់មួយដុំនៅក្នុងដៃតែនៅពេលដែលចង់ចេញមកក្រៅរណ្ដៅវិញមានឧបសគ្គចំនួន2តម្រូវឲ្យគាត់ធ្វើការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវមួយដើម្បីរស់ព្រោះនៅខាងឆ្វេងដៃមានសត្វក្រពើហើយនៅខាងស្ដាំដៃមានសត្វចចកដ៏កាចសាហាវមួយមិត្តឆ្លាតតើគាត់គួរធ្វើយ៉ាងណាដើម្បីរស់ពូផ្លោកគួរតែផ្ដល់សាច់នៅក្នុងដៃទៅដល់សត្វក្រពើនៅពេលដែលក្រពើរវល់ស៊ីសាច់នោះគាត់អាចរត់ចេញបានលោកដុកទ័រនៅខាងស្ដាំដៃនិយាយថាអ្នកជំងឺនេះគឺជាឪពុករបស់គាត់តែក្មេងស្រីនៅខាងឆ្វេងដៃថាទេគាត់គឺជាម្ដាយរបស់ខ្ញុំទេតើមិត្តឆ្លាតតើអ្នកដឹងទេថានរណានិយាយត្រូវចំណាំថាអ្នកជំងឺនេះមានក្រចកនៅលើដៃរបស់គាត់ដូច្នេះគាត់ជាស្ត្រីមិនមែនជាឪពុករបស់ដុកទ័រនោះទេដូច្នេះក្មេងស្រីជាអ្នកនិយាយត្រូវកូនពូផ្លោកមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់នៅក្នុងរដូវក្តៅនេះនៅក្នុងដៃមានឈើគូសមួយដើមវាចង់ដុតកម្ដៅបន្តិចមិត្តឆ្លាត A មានអុសមួយដុំ B មានចង្កៀងមួយ C មានក្រដាសសំណួរសួរថាតើគេគួរចាប់ផ្ដើមយ៉ាងណាចម្លើយគឺថាគេគួរតែចាប់ផ្ដើមដោយភ្លើងនៅក្នុងដៃនឹងហើយតើអ្នកឆ្លើយត្រូវទេ